អង់គ្លេសផ្អាកកិច្ចចរចាពាណិជ្ជកម្មជាមួយអ៊ីស្រាអែលជុំវិញការវាយលុកថ្មីនៅហ្គាហ្សាចក្រភពអង់គ្លេសបានផ្អាកកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយអ៊ីស្រាអែលហើយបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួននិងបានប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងអ្នកតាំងលំនៅនៅ West Bank ខណៈដែលរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនបានថ្កោលទោសការកើនឡើងផ្នែកយោធាដ៏សាហាវនៅក្នុងតំបន់ហ្គាហ្សានេះបើយោងតាមការចេញផ្សាយពីអង្គភាព Reuters នៅថ្ងៃទី21ខែឧសភានេះយោធាអ៊ីស្រាអែលបានប្រកាសពីការចាប់ផ្ដើមប្រតិបត្តិការថ្មីមួយកាលពីសប្តាហ៍មុនហើយក្រុមគ្រូពេទ្យនៅតំបន់ហ្គាហ្សាថាការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង500នាក់ក្នុងរយៈពេល8ថ្ងៃកន្លងទៅអ៊ីស្រាអែលក៏បានរារាំងនៃការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រអាហារនិងប្រេងឥន្ធនៈចូលទៅក្នុងតំបន់ហ្គាហ្សាចាប់តាំងពីដើមខែមីនាដែលជំរុញឲ្យអ្នកជំនាញអន្តរជាតិព្រមានពីគ្រោះទុរភិក្សបើទោះបីជារថយន្តដឹកទំនិញមួយចំនួនត្រូវបានអនុញ្ញាតឲ្យចូលនៅថ្ងៃច័ន្ទក៏ដោយយោងតាមរដ្ឋមន្ត្រីការបរទេសលោក David Lammy បានឲ្យដឹងថាការវាយលុកនេះគឺជាដំណាក់កាលថ្មីដ៏ខ្មៅងងឹតនៅក្នុងជម្លោះនេះហើយបានអំពាវនាវឲ្យអ៊ីស្រាអែលបញ្ចប់ការរារាំងជំនួយនិងថ្កោលទោសការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Bezalel Smotrich លើការសម្អាតនិងការបំផ្លិចបំផ្លាញដែលអាចកើតមាននៅតំបន់ហ្គាហ្សានិងការផ្លាស់ទីលំនៅរបស់អ្នកស្រុកទៅកាន់ប្រទេសទី3យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែលថាអាណត្តិរបស់អង់គ្លេសបានបញ្ចប់យ៉ាងពិតប្រាកដកាលពី77ឆ្នាំមុនសម្ពាធខាងក្រៅនឹងមិនបង្វែរអ៊ីស្រាអែលចេញពីផ្លូវរបស់ខ្លួនក្នុងការការពារអស្ថិរភាពនិងសន្តិសុខរបស់ខ្លួនប្រឆាំងនឹងសត្រូវដែលស្វែងរកការបំផ្លិចបំផ្លាញខ្លួនឡើយ។